បាទសូមកែបញាសាត្រៀមប្រឡងដែលសំណួរទី1គេសួរថាប្រជាពលរដ្ឋដែលមានអាយុ22ឆ្នាំបរិបូរណ៍តើអាចប្រឡងយកប័ណ្ណបើកបរយានយន្តភេទណាខ្លះបាទអញ្ចឹងគឺចម្លើយកត្រឹមត្រូវគឺប្រភេទកខកនិងខ1ចូលញាសាទី2ចូលសំណួរទី2និយមន័យរថយន្តគ្រួសារមានន័យដូចម្ដេចទៅត្រឹមត្រូវបាទអញ្ចឹងគឺរថយន្តគ្រួសារគឺប្រើប្រាស់លក្ខណៈគ្រួសារគឺមិនប្រើជាអាជីវកម្មនោះទេបាទអញ្ចឹងគឺចម្លើយកត្រឹមត្រូវរថយន្តដែលមានបន្ទុកមនុស្សមិនលើសពី9នាក់ដោយគិតទាំងអ្នកបើកបររថយន្តប្រភេទនេះអាចត្រូវប្រើប្រាស់ជាលក្ខណៈគ្រួសារចូលសំណួរទី2តើអ្នកបើកបរអាចបត់ត្រឡប់ក្រោយនៅចិត្តផ្លូវប្រសពឬចិត្តផ្លូវរថភ្លើងឆ្លងកាត់បានដែរឬទេបាទចម្លើយខគឺមិនអាចបត់បាននោះទេបាទចម្លើយខជាចម្លើយត្រឹមត្រូវតើសញ្ញាខាងក្រោមមានអត្ថន័យដូចម្ដេចចូលគូសប្រអប់ត្រឹមត្រូវបាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវប្រយ័ត្នខាងមុខមានផ្លូវទឹករលកបាទឃើញមានទួលណាទួលចុះទួលបាទទួលឡើងទួលចុះអញ្ចឹងគឺប្រយ័ត្នផ្លូវខាងមុខមានទឹករលករូបសញ្ញាខាងក្រោមមានន័យដូចម្ដេចទៅត្រឹមត្រូវបាទជាប់ផ្លូវសម្រាប់អ្នកដឹកដំណើរធ្វើចរាចរណ៍អញ្ចឹងចម្លើយគោជាចម្លើយត្រឹមត្រូវចាប់ផ្លូវសម្រាប់រថយន្តដឹកអ្នកដំណើរធ្វើចរាចរណ៍បាទជាប់ផ្លូវយ៉ាងម៉េចមានន័យថាពីមុនមកគឺផ្លូវមានរថយន្តដឹកអ្នកដំណើរអញ្ចឹងណាបាទដល់ពេលឃើញសញ្ញាជាប់ហ្នឹងមានន័យថាអស់ហើយអស់មានរថយន្តអីបើកដឹកអ្នកដំណើរទៀតហើយតើរូបសញ្ញាខាងក្រៅមានន័យដូចម្ដេចទៅត្រឹមត្រូវបាទអញ្ចឹងចម្លើយខត្រឹមត្រូវបាទប្រយ័ត្នខាងមុខមានភ្លើងសញ្ញាចរាចរណ៍បាទភ្លើងសញ្ញាចរាចរណ៍មានក្រហមលឿងនិងបៃតងបាទប្រយ័ត្នភ្លើងសញ្ញាពិសេសណាអញ្ចឹងចម្លើយខចម្លើយត្រឹមត្រូវបាទតើរូបសញ្ញាខាងក្រៅមានន័យដូចម្ដេចទៅត្រឹមត្រូវបាទអញ្ចឹងចម្លើយខបាទហាមរថយន្តធុនតូចគ្នាបើកទុកចន្លោះសុវត្ថិភាពយ៉ាងតិចតិចជាង100ម៉ែត្របាទចន្លោះសុវត្ថិភាពណាកុំលាតគ្នាករណីដែលរថយន្តខាងមុខមានបញ្ហាអីទៅតើយើងអាចជន់ហ្វ្រាំងឬក៏គ្រប់គ្រងរថយន្តយើងបានដែរទេបាទឥឡូវនេះចូលទៅដល់សិទ្ធិអតិភិបបាទមើលរូបតើកូនឡានមានប្រមាណគឺមាន2មានលេខ1លេខ2បាទមានពណ៌ខៀវនិងពណ៌ក្រហមអញ្ចឹងពណ៌អីពណ៌ទៅអត់សំខាន់ណាយើងមើលទៅលើសញ្ញាព្រួយបាទកូនឡានលេខ1បើទៅត្រង់ហើយបាត់ណាលេខ2ទៅត្រង់តែម្ដងឃើញទៅលេខ1ទេបាទអញ្ចឹងចុងព្រួយខាងនេះស្រឡះអញ្ចឹងគេឲ្យខាងលេខ1ចេញទៅមុនបន្ទាប់មកលេខ2អញ្ចឹងគឺចម្លើយកត្រឹមត្រូវរថយន្តលេខ1បត់ឆ្វេងទៅមុនបន្ទាប់មកលេខ2ទៅតាមក្រោយអញ្ចឹងមើលរូបមួយទៀតបាទកូនឡានមាន3មានលេខ1លេខ2លេខ3មើលចុងព្រួយបាទចុងព្រួយលេខ1មកត្រង់ខាងមុខអត់មានឧបសគ្គស្រឡះបាទលេខ2ទៅត្រង់ទៅលេខ1ទៅចុងព្រួយលេខ1ណាអញ្ចឹងអត់បានទៅទេលេខ3មកត្រង់បាទទៅចុងព្រួយលេខ2អញ្ចឹងត្រូវឲ្យលេខ1ចេញទៅមុនលេខ1ហើយលេខ2លេខ2ហើយលេខ3ក្នុងការចន់ប្រាំងចោះទួលដូចគ្នាមួយចន់ដកមួយទៀតចន់ជាប់តើមួយណាធ្វើឲ្យកម្ដៅហ្វ្រាំងកើនឡើងក្ដៅជាងបាទអញ្ចឹងគឺចម្លើយកបាទត្រឹមត្រូវគឺការចន់ដកបាទកាលណាចន់ដកគឺវាធ្វើឲ្យឡើងកម្ដៅតើអ្នកបើកបរដែលមានសុខភាពធម្មតាត្រូវការរយៈពេលធ្វើប្រតិកម្មប្រមាណវិនាទី
បាទអញ្ចឹងគឺចម្លើយកត្រឹមត្រូវបាទ1វិនាទីដើម្បីមើលទៅមុខឲ្យបានឆ្ងាយគ្រប់គ្រាន់តើអ្នកត្រូវការចម្ងាយក្នុងប៉ុន្មានវិនាទីបាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវយ៉ាងតិច10វិនាទីបាទវិនាទីមិនមែននាទីនោះទេតើភាពសឹករិចរិលសម្បកកង់ត្រូវឲ្យនៅសល់ជំរឺក្រឡាយ៉ាងតិចប៉ុន្មានអញ្ចឹងគឺចម្លើយកបាទត្រឹមត្រូវគឺដក 1.6 មីលីម៉ែត្រតើអ្នកត្រួតពិនិត្យអ្វីនៅត្រង់ចំណុចផ្លិតទឹកបាទអញ្ចឹងគឺចម្លើយខត្រឹមត្រូវគឺដំណើរការនឹងជូតទឹកបានស្អាតដែរឬទេបាទនឹងដំណើរការវាណាយើងបើកទៅតើផ្លិតទឹកយើងបាទដើរអត់